alo alo 1 2 3 1 2 1 2 បាទ check check alo 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 1 2 3 1 2 1 2 1 2សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់វីដេអូបច្ច័យផងដែរថ្ងៃនេះខ្ញុំមកណែនាំអំពី speaker សម្រាប់គ្រូបង្រៀនឬក៏អ្នកដើរបកប្រែបងប្អូនបាទហើយ speaker នេះដែរធានារយៈពេល1ឆ្នាំកន្លះបាទហើយមាន model របស់វាគឺ M70 បាទម៉ាក model របស់វាគឺ M70 ម៉ាករបស់វាគឺ Samsung បងប្អូនបាទនេះដែលមាន logo នៅជាប់នឹងសម្បករបស់វាបងប្អូនបាទមានពណ៌ក្រហមហ្នឹងនឹងជា logo ឈ្មោះរបស់វាបាទម៉ាក Samsung បាទហើយថ្មវាកាន់រយៈពេលបាទ1500 មីលីអាំពែបងប្អូនបាទ1500បងប្អូនបាទគឺច្រើនមែនទែនគឺអាចកាន់ថ្មបានយូរបងប្អូនបាទ speaker ហ្នឹងយើងអាចចាក់ចម្រៀងក៏បានបងប្អូនបាទយើងចាក់ Bluetooth ក៏បានខ្សែក៏បានស្រួលមែនទែនបាទយើងអាចនិយាយ microphone ក៏បានដែរយើងអាចច្រៀងក៏បានដែរបងប្អូនបាទមាន echo Bluetooth បាទគឺស្រួលមែនទែនបាទដើម្បីយើងនិយាយបង្រៀនសិស្សឬក៏យើងដើរបកប្រែបងប្អូនបាទសម្រាប់អ្នកដើរបកប្រែគឺត្រូវមែនទែនបងប្អូនបាទគឺងាយស្រួលបាទយើងសាកថ្មពេញអាចនិយាយមួយថ្ងៃឬក៏2 3ថ្ងៃបងប្អូនបាទបើយើងនិយាយបានតិចតិចទេគឺបាន2 3ថ្ងៃបងប្អូនបាទនេះជាកន្លែងតម្លើងសំឡេងបន្ថយសំឡេងបាទបូកដករបស់វាគឺកន្លែងបន្ថយសំឡេងតម្លើងសំឡេងហើយនឹងកន្លែងបើកបិទរបស់វាបាទនេះបើកបិទកន្លែង on off បាទនេះយើងបើកមួយចេញភ្លើងបៃតងបងប្អូនបាទបើយើងបើក speaker មួយទៀតវាចេញសាំងសិនរបស់វាឲ្យយើងសេរីបាទហើយនឹងកន្លែងសាករបស់វាគឺ Type C បងប្អូនបាទគឺ 5V បាទគឺត្រូវនឹងឆាំងសាកទូរស័ព្ទរបស់យើងបាទពួក Samsung Oppo Vivo អីបាទបើស៊េរីថ្មីគឺ iPhone 15គឺមាន Type C ដូចគ្នាបាទយើងអាចសាកត្រូវដូចគ្នាបាទឥឡូវយើងដក speaker មកមើលបងប្អូនគ្នាបងប្អូនបាទនេះរូបរាងវាស្អាតបងប្អូនបាទខ្មៅរលោងបងប្អូនបាទគឺធ្ងន់បងប្អូនបាទដោយសារថ្មវាធំដែរ1500 មីលីអាំពែបងប្អូនគឺច្រើនមែនទែនបាទយើងអាចសាក់ថ្មពេញយើងអាចយកតាណាក៏បានដែរបងប្អូនបាទស្រួលបងប្អូនបាទស្រួលមែនទែនយើងមាន Bluetooth យើងដោតខ្សែបងប្អូនបាទហើយនឹងខាងក្រោយយើងអាចស្ពាយក៏បានយើងអាចតាក់ចង្កេះក៏បានដែរបងប្អូនបាទគឺស្រួលមែនទែនបាទឥឡូវខ្ញុំបើកឲ្យពុកម៉ែបងប្អូនមើលអស់គ្នាបាទពេលយើងបើកមកបងប្អូនបាទនេះដោយសារកាមេរ៉ាខ្ញុំពីថតអញ្ចឹងវាភ្លើងរឿងញាក់បងប្អូនបាទគឺអត់មានបញ្ហាអីទេដោយសារកាមេរ៉ាយើងថតទៅរឿងញាក់ភ្លើងបងប្អូនបាទនេះជា volume បើកបិទហើយនឹង volume echo បងប្អូនបាទនេះ volume បើកបិទបងប្អូនបាទ turn on turn off បាទ turn on turn off បាទពេលយើងបើកមកយើងអាចតម្លើងសំឡេងមូលខ្លាំងមកតម្លើងសំឡេងបងប្អូនបាទក៏មានសាំងសិនលេខវាលោតឲ្យហើយនឹង USB បាទនេះបាទ USB memory យើងអាចដោត MP3 បានឬផ្លាស់មានចម្រៀងអីយើងដាក់បានហើយនឹងអាចថែម mic ខ្សែបានទៀតបងប្អូនបាទហើយនឹងខ្សែ AUX នេះសម្រាប់យើងដោតពីទូរស័ព្ទកុំព្យូទ័រអីយើងអាចចាក់បានបងប្អូនបាទហើយនឹង volume មួយនេះគឺកន្លែងបើកបិទហើយនឹង volume មួយទៀតគឺសម្រាប់បើក echo បងប្អូនបាទបើ volume នេះសម្រាប់បើកបិទ turn on turn off បាទដល់ volume មួយនេះបងប្អូនបាទសម្រាប់ echo ពេលយើងច្រៀងអីរៀងទឹករលកបងប្អូនបាទអ្នកខ្លះយើងអសល់សំឡេងយើងគូកយើងអាចនិយាយមកយើងបើក echo មកឲ្យលឺរៀងទឹករលកជំនួយសំឡេងយើងបងប្អូនបាទហើយនឹងអង់តែនបងប្អូនបាទយើងអាចចាក់វិទ្យុបានបងប្អូនបាទអង់តែនរបស់វានេះចាប់ខ្សោយអីយើងអាចដកអង់តែនមកឲ្យវែងដើម្បីឲ្យស្រូបខ្លាំងបងប្អូនបាទយើងអាចដកអង់តែនមកយើងអាចស្រូបវិទ្យុបានហើយបងប្អូនបាទស្រូបប៉ុសឲ្យបានច្រើនបងប្អូនបាទហើយនឹងកន្លែង record បងប្អូនបាទនេះ record កន្លែង stop ឬក៏តមុខតក្រោយបងប្អូននឹងវិទ្យុអក្សរ M នោះសម្រាប់វិទ្យុឬក៏យើងប្រើប្រាស់ខ្សែ memory ហ្នឹងឯងដើម្បី
យើងចុចទៅវាមានសង្សិន4មាន Bluetooth មានខ្សែមាន Plus បងប្អូនបាទយើងអាចដូរតាមហ្នឹងបានជាក់ស្ដែងគឺតាមហ្នឹងហើយបងប្អូនបាទហើយនឹងខ្សែសាករបស់វាបងប្អូនបាទនេះខ្សែសាករបស់វាគឺប្រើប្រភេទ Type C បាទ USB Type C បងប្អូនបាទសាកលឿនមែនទែនបាទប្រភេទ Type C ស៊េរីថ្មីហើយនឹងខ្សែស្ពាយឬក៏ខ្សែក្រវ៉ាត់បងប្អូនបាទយើងអាចក្រវ៉ាត់បានបាទកន្លែងស្ពាយបងប្អូនបាទយើងអាចតាក់មកយើងអាចស្ពាយបានឬក៏យើងតាក់ចង្កេះក៏បានដែរបងប្អូនបាទងាយស្រួលយើងដាក់តាមខ្លួនឬក៏យើងស្ពាយពេលយើងពឹងរៀនឬក៏យើងដើរបកប្រែអីងាយស្រួលបាទគឺងាយស្រួលមែនទែនបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនបាទជួយ Subscribe មួយផងដើម្បីបើវីដេអូថ្មីៗបាទអរគុណ